ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមកធ្វើជូនអតិថិជនគាត់កំងឲ្យខ្ញុំធ្វើជូនគាត់ចាគឺយកខ្ទឹមសស្រស់ត្រាំជាមួយនឹងទឹកឃ្មុំហើយបងប្អូនអ៊ំពូមីងណាដែលគាត់ដឹងថាតើការញ៉ាំទឹកឃ្មុំត្រាំជាមួយនឹងខ្ទឹមសស្រស់បែបនេះវាជួយទៅលើផ្នែកសុខភាពអ្វីខ្លះចាអាចជួយ comment បញ្ចេញមតិដើម្បីចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាបានតាមអ្វីដែលនាងខ្ញុំដឹងចាអត្ថប្រយោជន៍នៃការញ៉ាំខ្ទឹមសគឺវាជួយច្រើនមួយផ្នែកបាត់ទៅហើយប្រសិនបើយកខ្ទឹមសចាមកបកសម្បកឲ្យស្អាតបែបនេះហើយត្រាំជាមួយនឹងទឹកឃ្មុំរយៈពេលចាប់ពី1ខែឡើងញ៉ាំទៀតបងប្អូនគឺវាកាន់តែមានប្រសិទ្ធភាពខ្ពស់តែសម្រាប់វីដេអូមួយនេះគឺខ្ញុំគ្រាន់តែបង្ហាញអំពីការធ្វើសិនទេចាពាក់ព័ន្ធជាមួយនឹងអត្ថប្រយោជន៍នាងខ្ញុំនឹងលម្អិតនៅវីដេអូទី2តោះកុំឲ្យខាតពេលវេលាយូរអានេះខ្ញុំធ្វើជូនបងប្រុសដែលគាត់កំងឲ្យខ្ញុំធ្វើគឺខ្ញុំដាក់កន្លកែវ1លីត្របងប្អូនចាកន្លនេះគឺកន្លចំណុះ1លីត្រអញ្ចឹងបងប្អូនតាមដានជាមួយខ្ញុំទាំងអស់គ្នាចាអញ្ចឹងខ្ញុំដាក់ខ្ទឹមចូលទៅក្នុងកែវ1លីត្ររួចរាល់ហើយខ្ញុំចាប់ផ្ដើមធ្វើការចាក់ជាមួយនឹងប្រភេទទឹកឃ្មុំលេខ1ជាទឹកឃ្មុំឆៅហើយក៏ជាទឹកឃ្មុំដែលឆ្ងាញ់ជាងគេប្រចាំកសិដ្ឋាននៅកម្ពុជាផងដែរគឺជាទឹកឃ្មុំផ្កាកោដើមឆ្នាំអញ្ចឹងគឺខ្ញុំប្រើប្រភេទទឹកឃ្មុំផ្កាកោគឺជាទឹកឃ្មុំដែលល្អប្រចាំកសិដ្ឋានតែម្ដងចាបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់ខ្ទឹមនេះគឺខ្ញុំដាក់ក្នុងកន្លកែវ1លីត្រចឹងសម្រាប់ខ្ទឹមគឺយើងដាក់ទៅតាមហ្នឹងទៅបងប្អូនដាក់ពេញ1គីឡូទៅហើយសម្រាប់ទឹកឃ្មុំនេះចា1គីឡូ1លីត្រគឺយើងចាក់ទឹកឃ្មុំអស់តែកន្លះលីត្រទេណាបងប្អូននេះអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ឲ្យនាងខ្ញុំធ្វើភ្លាមសម្រាប់យកទៅទុកសម្រាប់ញ៉ាំអីអាចធ្វើការកំងបានឬមួយក៏បងប្អូនចង់បានតែទឹកឃ្មុំយកទៅធ្វើខ្លួនឯងក៏បានដែរហើយសម្រាប់ប្រភេទទឹកឃ្មុំផ្កាកូននេះគឺយើងមានតម្លៃពិសេសជូនចាជាប្រភេទទឹកឃ្មុំលេខ1ទឹកឃ្មុំប្រចាំកសិដ្ឋានគឺ1លីត្រ80000ហ្វ្រីសេវាដឹកជូនជាទឹកឃ្មុំដែលឆ្ងាញ់ល្អជាងគេណាហើយខ្ញុំក៏មានជាមួយនឹងទឹកឃ្មុំតាមខ្ញីក្រូចឆ្មាមានកែវ1លីត្រនិងកែវកន្លះលីត្រដែរតម្លៃចាមួយកែវនេះ120,000មួយកែវនោះ60000ចាបងប្អូនចង់បានចារូបមន្តឱសថបុរាណខ្មែរចាអាចធ្វើការឆាតឬមួយក៏ comment សួរបាននាងខ្ញុំមានលក់ជាច្រើនមុខផ្សេងទៀតណាអរគុណច្រើន